ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានិយាយទៅគឺបើក្បាលប្លុកបើឃើញជីឡានអង្គុយដើរលេងមកហើយនេះគេតាំងថ្ងៃនេះដែរគឺខ្ញុំមកដើរលេងនៅវត្តតាសុតដែលស្ថិតនៅទីខេត្តកំពង់ឆ្នាំងតែម្ដងអ្នកទាំងអស់គ្នាហើយឥឡូវហ្នឹងគឺពួកយើងបើកចូលខ្លាំងទ្វារវត្តតាសុតណាអ្នកគ្នាដើម្បីយកម្ហូបអាហារដូចជាទឹកផ្លែឈើទៅប្រគេនព្រះសង្ឃនៅក្នុងវត្តនឹងម្ដងអ្នកគ្នាហើយមកដល់ឃើញលោកតាលោកយាយគឺគាត់ដើរដង្ហែគ្នាដូចពួកខ្ញុំដែរអញ្ចឹងណាយកបាយខ្ញុំហូបទៅប្រគេនព្រះសង្ឃដូចតែគ្នាណាអ្នកទាំងអស់គ្នាគាត់តែចូលមកដល់ក្នុងវត្តភ្លាមនិយាយទៅគឺអារម្មណ៍ស្រស់ស្រាយតែម្ដងចាហើយមិនថានៅវត្តហ្នឹងគឺថាធ្វើអត់ទាន់ហើយទេអ្នកទាំងអស់គ្នាមុននោះខ្ញុំបាននិយាយណាទាំងអស់គ្នាដោយសារវត្តគឺអត់ទាន់ធ្វើហើយហ្មងទេហើយកន្លែងនេះក៏វត្តផងក៏ជាកន្លែងដែលទេសចរដើរលេងផងដែរអ្នកទាំងអស់គ្នានិយាយទៅគឺថាទេសភាពវិញខ្ញុំឲ្យអ៊ូតែម្ដងគ្រាន់តែចូលមកដល់ខ្លោងទ្វារហើយចូលដល់ទឹកដីខេត្តកំពង់ឆ្នាំងនិយាយទៅគឺត្រជាក់ភ្នែកមែនតើនិយាយទៅថាឥឡូវហ្នឹងគឺយើងចាប់ផ្ដើមជិះឡានអាគុយហ្នឹងនិយាយទៅគឺអ្នកគ្នាចូលទៅដល់គឺគេដឹកយើង free តែម្ដងនិយាយទៅស្រាញ់តែចិត្តយើងបើយើងចង់ឲ្យលុយគេក៏បានយើងអត់ចង់ឲ្យក៏បានដែរអ្នកគ្នានិយាយទៅគឺទឹកចិត្តគេអញ្ចឹងណាហើយគឺយើងចាប់ផ្ដើមបត់ដើម្បីទៅកន្លែងទីស្នាក់ប្រគេនចង្ហាន់ព្រះសង្ឃអ្នកទាំងអស់គ្នាចង់លើថាវីដេអូនោះខ្ញុំសូមអធិស្ឋានអភ័យទោសដល់បងប្អូនទាំងអស់គ្នាផងដោយសារខ្ញុំនិយាយសូវច្បាស់ទេខ្ញុំណាមួយខ្ញុំមិនសូវចេះភាសាព្រះសង្ឃចឹងគឺថាខ្ញុំខុសត្រង់ណាកុំបកកាយបកានេះដោយសារខ្ញុំឈឺហើយខ្ញុំក៏ងល់ដល់អ្នកគ្នាចឹងដើម្បីបានវីដេអូអ្នកគ្នាខ្ញុំត្រដរនិយាយទៅគឺលក្ខណៈថាខំបញ្ចូលសលេងអ្នកគ្នាមើលវីដេអូហ្នឹងណាចាឥឡូវនេះដែរគឺយើងធ្វើដំណើរចិត្តដល់អាសនៈរបស់ព្រះសង្ឃដែលស្ថិតនៅដើម្បីប្រគេនចង្ហាន់ម្ហូបអាហារអញ្ចឹងអ្នកទាំងអស់គ្នាអ្នកគ្នាមើលទេសភាពលេងសិនទៅនិយាយទៅគឺថាទេសភាពខ្ញុំឲ្យអ៊ូតែម្ដងអញ្ចឹងណាហើយទៅដល់ហ្នឹងនិយាយទៅថាអ៊ូយខ្ញុំឃើញផ្លូវហើយខ្ញុំអត់នឹកស្មានថាដូចវាំងចឹងអ្នកគ្នាទៅអ្នកគ្នាចង់ដឹងទៅអ្នកគ្នាខ្ញុំរៀបកម្ពុជាអ្នកគ្នាទៅបានធ្វើបន់ផងបានទៅដល់បានដើរលេងបានកន្លែងថតរូបស្អាតផងចឹងណាហើយហ្នឹងគឺយើងចូលមកដល់កន្លែងប្រគេនម្ហូបអាហារដល់ព្រះសង្ឃហើយគឺយើងដើរចូលទៅដល់និយាយទៅគឺថាឥឡូវហ្នឹងកាត់មកដល់វីដេអូខ្ញុំឆ្លងទៅកន្លែងមួយទៀតចឹងអ្នកគ្នាទៅកន្លែងព្រះអ្នកគ្នាខ្ញុំមិនសូវស្គាល់ដែរទេខ្ញុំបាត់តែខ្ញុំមកលេងមែនតែខ្ញុំតែសូវស្គាល់ទេបានពូដែលគាត់បើកឡានរូបហ្នឹងទេអ្នកគ្នាបានដឹងបានអីចឹងណាហើយក៏មានកន្លែងថតរូបច្រើនផងដែរហើយក៏ជីឡានបដាកងខ្ញុំក៏គាត់សួរទៅកាន់ពូដែលគាត់បើកឡានអគួយនឹងបដាចឹងណាថាកន្លែងណាដែលកន្លែងដែលចាត់ដីចឹងទៅអ្នកទាំងអស់គ្នាហើយនៅហ្នឹងគឺថាដូចខ្ញុំនិយាយបញ្ជាក់បងប្អូនប្រាប់ឲ្យម្ដងទៀតចឹងណាគឺកន្លែងខ្លះសាងសង់ហើយកន្លែងខ្លះទៀតអត់សាងសង់ហើយទេដោយសារតែទើបតែធ្វើដែរអញ្ចឹងហើយគឺកន្លែងខ្លះហើយកន្លែងខ្លះអត់ទាន់ហើយអញ្ចឹងឥឡូវហ្នឹងគឺយើងចាប់ផ្ដើមមកដល់កន្លែងព្រះដែលធំជាងគេនៅក្នុងវាំងនៅហ្មងអ្នកទាំងអស់គ្នាធ្វើដំណើរសំចិត្តដល់អ្នកខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលទេសភាពលេងសិននិយាយទៅគឺខ្ញុំបានមកដល់ហ្នឹងដូចខ្ញុំនិយាយចឹងគឺថាតែជាក់ភ្នែកមែនតើតែម្ដងហើយក៏ខ្ញុំកន្លែងនោះគឺគេអីអ្នកខ្ញុំភ្លេចបាត់ហើយពេលហ្នឹងឥឡូវហ្នឹងគឺយើងធ្វើដំណើរមកដល់ហើយណាគ្នាកន្លែងដែលខ្ញុំចង់ជួបហ្នឹងគឺមកដល់ហើយអ្នកទាំងអស់គ្នាគឺនិយាយទៅគឺមានព្រះខ្ពស់ចឹងណាទាំងអស់គ្នាដែលព្រមដៃពណ៌មាសអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺយើងចាប់ផ្ដើមរកកន្លែងចំណតចតហើយយើងគឺឡើងទៅលើអ្នកទាំងអស់គ្នា Yes go កាត់វីដេអូទៅដល់គ្នាទៅគឺកាត់ហើយឥឡូវហ្នឹងគឺឡើងមកដល់ហើយទៅគឺឃើញchắcគឺថាថតចាក់មួយសិនថតវីដេអូមួយចាក់ថតវីដេអូមួយនិយាយទៅលក្ខណៈថាប្រសង្ហាមកពេលអញ្ចឹងណាប៉ុន្តែប្រពន្ធដើរដល់មកពីដែលថតដាក់មួយសិនហើយក៏យើងដើរទៅអ្នកទាំងអស់គ្នាហើយបើថាក្រូវិញអូយតិចជើងសាហាវតែអ្នកទាំងអស់គ្នាបើឡើងទៅដល់មានទឹកចឹងអ្នកគ្នាប្រយ័ត្នដោយសារក្រូល្អលហើយនៅមួយទៀតទឹករៀបពេកហើយមិញហ្នឹងក៏ខ្ញុំជិះថតអ៊ីមកប៉ោះទៅអ្នកទាំងអស់គ្នាហើយអ៊ីខ្ញុំគាត់ដើរហ៊ានតម្លាក់ជើងកោតែក៏ខ្លាចសើមមកហើយមិញហ្នឹងតើអស់គ្នាដូចឃើញនោះអូយព្រះភរិយាហើយនឹងព្រះស្វាមីគេដើរតង់ដៃគ្នាឡើងស្វីតអ្នកទាំងអស់គ្នាស្វីតមកខ្ញុំហ្មងណាខ្ញុំនេះឡើងកែអញ្ចាដល់គឺឡើងមកដល់ហើយគឺយើងហៅកន្លែងសំរុំដើម្បីបោះថតរូបចឹងណានិយាយទៅគឺវីដេអូហ្នឹងកាត់ទៅអ្នកទាំងអស់គ្នាជាស្រាដល់ពុកម៉ែបងប្អូនផង
hai bong la mà năng miên thợ ấy tràn đi cha bà phan đầy cùng pre hai nhọt lùi nhọt đây cho không có thùng hai thọt từ hiệp hai cứ chập đàm tiền camera mà thọt hụt thọt ở trong mũi cua xa mũi mại trắng từ miên ban thua ấy tràn tè lời cắt đi tổ mà đo cả lành vẽ dương cho tôi khổng bình trắng này từng ở này cho tôi khổng nó nằm bay đa lên mưa từ hiệp mà tăng tiền á cho tôi nói này từng ở khi có prongประหยัด đôi khi rồi xa cỏ cứ như nhung vậy mà đâu hai pe lang tới nàng cứ the vì là hai pe khai plieng má cứ tập nơi đọ nơi cỏ nơi tí tí á xong bây tại nhóm cho còn nhung nho chơi này nhung khai là cho bà cho này tại khi thử cho tao chỉ muốn được đại nông tờ cứ nhung căn về tổ cứ nhung bật đăng than hàng cào nó cứ nhiên rung á đây tại khi nào khi mơ tại cây bờ ca nhung tới cứ nhung dùng phơi mền tan tại mà đong rồi thì tôi rồi tập mặt ban cứ tập làm phơi cây ra tại mà đong trẻ cho mình cái vậy than smileแต่hàng lơ gật mơ hàng cào mới cha thì tôi cứ hàng càoสบายใจhàng lơ tiền mà đo cứ miên là an cái đã cả than hàng đôi bật bậtกันจังก็ทำไปแต่ออนแล้วมันแต่ปั้นนั่งเต้จังชุกเนี่ยขอเตี้ยไปบ้านมองๆต่ออ่ะเนี่ย